រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអានេះថ្ងៃទី2នៅស៊ីវីហើយខ្ញុំពងតែដើរទៅហូចកន្លែងគេជួលកង់ព្រោះថាចង់ចេញក្រៅទីក្រុងចាស់ហ្នឹងទៅមើលតែប្រជាជនធម្មតាកង់គេហ្នឹងជួលមួយថ្ងៃ10 យូរ៉ូតែដំបូងយើងទៅញ៉ាំlocal breakfast អានេះគេ churro ជាលក់ជាមួយសូកូឡាហើយអានេះខ្ញុំប្រាប់គេថា churro ហ្នឹងស្តៀងចាក់ខ្វៃនៅស្រុកខ្មែរយើងចឹងគ្រាន់តែយើងញ៉ាំជាលក់ជាមួយកាហ្វេដោះគោចឹងណាហើយ churro ហ្នឹងខុសពី churro នៅមិចស៊ីកូព្រោះឯនៅមិចស៊ីកូទូចហើយហឹងជាងនឹងហើយគេប្រឡាក់ជាមួយស្ករមួយ cinnamon ហើយអានេះតែប្រជាជនគេចឹងណាខ្ញុំទោះមែនតែខ្ញុំថតអត់សូវបានច្រើនព្រោះខ្ញុំអត់សូវចេះជិះកង់ដល់ពេលទៅអត់ហ៊ានកាន់កាមេរ៉ាផងជិះកង់ផងហើយនេះឆ្កែនេះខ្ជូតស្លាប់យើងទៅញ៉ាំអីវិញនេះមកហូបតាមតំបន់របស់គេមានដូចជាម៉ងពងនិង tostada de prenga បើអានេះវិញសាច់ជ្រូកអាំងជាមួយទឹកខ្ទឹម whisky មិនដឹងហើយនឹងសាច់ថៃពងអានេះខ្ញុំទៅកន្លែង vintage store នៅនឹងសាប៊ូ vintage store មែនតើជាមួយខ្ញុំshare ឈ្មោះតាមវីដេអូតាមក្រោយឲ្យបងប្អូនមើលហើយបន្ទាប់មកយើងដើរទៅហូបកន្លែងញ៉ាំអីមួយទៀតព្រោះខ្ញុំចង់ញ៉ាំអាប៉ាអេយ៉ាប៉ុន្តែអត់សូវ recommend ទេបងនៅ Barcelona អីឆ្ងាញ់ជាងព្រោះវានៅជិតសមុទ្រហើយស៊ុបគេល្បីនៅតំបន់ហ្នឹងគឺអា Salmorejo ដូចស៊ុបពេញប៉ោះប៉ុន្តែតិចនេះខ្ញុំទៅញ៉ាំមួយពួកម៉ាក់ខ្ញុំគេនាំទៅហើយអានេះដូចខកតុយគោចឹងតែគេញ៉ាំមួយដលងប៉ុហើយបើអានេះសាឌីននៅក្នុង olive oil បើអានេះវិញទាយមើលថាអីគេខ្ញុំឡើងផ្លែកមែនតើហ្មងហើយនេះយើងទៅបារមួយដែលគេល្បីខាង Cherry Wine ហ្នឹងគឺស្រាក្រហមដែលល្បីនៅក្នុងតំបន់ហ្នឹងដែរហើយបន្ទាប់មកខ្ញុំក៏ដើរទៅ Airbnb វិញទៅហើយនេះម៉ោងប្រហែលជា10ជាងឯងប៉ុន្តែឡើងស្ងាត់ជ្រាបខ្ញុំធ្លាប់នៅ Rome នៅ Nice អីម៉ោង10នៅ Old Town អីនៅមនុស្សច្រើនឡើយប៉ុន្តែនៅស្រុកនេះគេចូលគេងអស់លីង